រកឃើញហើយ4ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក2026អ្វីដែលកាន់តែពិសេសនោះគឺសុទ្ធសឹងតែជាក្រុម Top 4 នៅក្នុង FIFA World Ranking ការប្រកួតបាល់ទាត់ដណ្ដើមជើងឯកពិភពលោកបានឈានមកដល់វគ្គ4ក្រុមចុងក្រោយហើយដោយមានសមាជិកដូចជាបារាំងនឹងត្រូវជួបតទល់ជាមួយនឹងអេស្ប៉ាញបន្ទាប់ពីបារាំងបានបំបាក់ក្រុមខ្លាំងមកពីអាហ្វ្រិកគឺម៉ារ៉ុកដោយលទ្ធផល2-0 រីឯអេស្ប៉ាញវិញបានយកឈ្នះបែលហ្សិកដោយលទ្ធផលតានតឹងគឺ2-1ហើយការប្រកួតនេះនឹងត្រូវប្រព្រឹត្តឡើងនៅថ្ងៃទី15 ខែកក្កដានៃវេលាម៉ោង 2 រំលងអាធ្រាត្រចំណែកឯតោកំណាចអង់គ្លេសវិញនឹងត្រូវស្វាគមន៍ម្ចាស់ការពារតំណែងជើងឯកគឺពពកសអាសង់ទីននៅយប់ថ្ងៃទី16នៃវេលាម៉ោង 2 រំលងអាធ្រាត្រដូចគ្នាមុននឹងឈានដល់វគ្គ4ក្រុមនេះអង់គ្លេសបានវាយបកយកឈ្នះទៅលើប្រទេសណ័រវេសដោយលទ្ធផល2-1នៅម៉ោងបន្ថែម15នាទី2ដងដោយឡែកអាសង់ទីនវិញគឺមិនងាយស្រួលប៉ុន្មានដែរដោយធ្វើការប្រកួតយ៉ាងស្វិតស្វាញជាមួយនឹងស្វីស័រឡែនរហូតដល់ម៉ោងបន្ថែម15នាទី2ដងទើបសម្រេចបានគ្រាប់បាល់ជ័យជំនះដោយលទ្ធផល3-1ពួកគេទាំង4ក្រុមនឹងត្រូវប្រកួតដណ្ដើមពានរង្វាន់ World Cup ហើយនឹងចំណាត់ថ្នាក់ FIFA World Ranking ព្រោះពួកគេកំពុងស្ថិតនៅតំណែង Top 4 FIFA World Ranking ដោយបារាំងស្ថិតនៅលេខ1តាមពីក្រោយដោយអាសង់ទីនចំណាត់ថ្នាក់លេខ3គឺអេស្ប៉ាញនិងលេខ4គឺអង់គ្លេសតែអ្នកគិតថាប្រទេសណាមួយនឹងឈានដល់វគ្គផ្ដាច់ព្រាត់ហើយនឹងក្រុងជើងឯកពានរង្វាន់ World Cup 2026នេះកុំភ្លេចបញ្ចេញមតិនៅខាងក្រោមឲ្យខ្ញុំបានដឹងផងសូមអរគុណនិងជួបគ្នានៅវីដេអូក្រោយ